Perfect. Bạn sơ sẩy đọc ní xôm swak công cắn mê riêng cầm thì Excel đây chỉ cầm thì sao thôi chỉ xôm chí rồi có thua cả kệ này ní chẳng được nông mê riêng tiết cái dương nâng to pi mê riêng muốn cái dương làm pi insert đó dương để tung cho mùi nâng cả đã header hay cho mùi nâng symbol chẳng ngay nâng cái dương từ căn mùi tiết cứ cái hai tập page layout chẳng align draw này cứ trong object thì sao tại vì nghi rồi thì chẳng ở trong page layout nâng cứ trong bắt đầu sầm khăn từ lơ cài điệp trong càng nghiệp bao dương cài điệp trong cái đặt càng nghĩa chẳng bởi vì sao dân thường mình chẳng được sao tại được nông cam thì Excel lắm vì chỉ một hết cả là bạn năng chẳng bây giờ miền tần này một giờ bạn này hãy dân tin tới vì mình khổ này bị đại trường chẳng á bị đại chạy mà cái nằm chẳng từ chẳng sự thật ta dân điệp trong vì dạng mình cam thì Excel ní bây giờ dân trong giờ tần này ấy đói xung dương giờ vi cho môn sinh năng dương giờ tần này năng đặc biệt sầm khăn cho môn sinhแต่ตรงจำนวนการรีบจำจะลดการเงียนั่งจำไปกลอยอันนี้คือจิตตุ่มลบการปรับปรามในขนมกรรมที่ Excel เพราะสมัยយើងបាក់នៅក្នុងកម្មវិធី Word វិញការងារដែលយើងត្រូវធ្វើមុនគេគឺយើងរៀបចំกระดาษប៉ុន្តែនៅក្នុងកម្មវិធី Excel គឺអត់អញ្ចឹងទេគឺយើងធ្វើការសរសេរទិន្នន័យឲ្យអស់សិនហើយយើងរៀបกระดาษនៅពេលក្រោយបែបហ្នឹងណាហ្នឹងហើយអូខេឥឡូវអូថតថាខ្ញុំមានទិន្នន័យបែបនេះអស់ហើយហ្នឹងមានបែបហ្នឹងអស់ហើយអញ្ចឹងបើសិនខ្ញុំ print យកតែម្ដងគឺវាដាច់ជមើនេះទីមកដាច់ធំហ្នឹងណានេះគេញ៉ាត់វាដាច់ធំហ្នឹងអញ្ចឹងសួរតាខ្ញុំធ្វើយ៉ាងម៉េចដើម្បីធ្វើការរៀបចំវាចឹងអានេះដល់គ្នាឃើញអាកន្លែងស្ញាចុចក្រោមហ្នឹងអាហ្នឹងបញ្ជាក់ថាអាហ្នឹងគឺមកក្តាស់នេះក្តាស់ A4 គឺប៉ុណ្្នឹងឯងអញ្ចឹងបើសិនមកយើងចូលទៅកាន់អាកន្លែងពាក្យថា page layout នេះយើងច្បាស់ជាឃើញក្តាស់យើងប៉ុណ្្នឹងឯងអញ្ចឹងនៅក្នុងកម្មវិធី Excel គឺយើងអត់ធ្វើការបង្រួមអញ្ចឹងទេណាបើសិនបើយើងចង់ print ទៅទាំងអស់ហើយករណីពេលខ្លះយើងធ្វើការទិន្នន័យរបស់យើងមានច្រើនណាអញ្ចឹងយើងចង់ print វាថ្មីឲ្យបានដាក់ជាមួយចូលមួយគ្នាបែបហ្នឹងណាអញ្ចឹងគឺយើងមានវិធីសាស្ត្រធ្វើតោះឥឡូវយើងទៅចូលទៅកាន់ page layout អញ្ចឹងកន្លែងនេះគឺ margin ហ្នឹងគឺតើតងជាមួយនឹងការសេរីកែកន្លែងនេះបែបហ្នឹងណាអានេះគឺបោះមានស្រាប់អញ្ចឹងខ្ញុំអត់ recommend ឲ្យប្រើប្រាស់ទេអូខេកន្លែងនេះកន្លែងនេះគឺ orientation តើតងជាមួយនឹងការជ្រើសរើសផ្នែកក្តារយើងចាំបានដាក់អីគេ portrait ហ្នឹងបញ្ឈរនេះបញ្ឈរអញ្ចឹងបញ្ឈរហើយបើសិនមកយើងយកពី landscape ហ្នឹងគឺបដិនេះបដិឃើញហ្នឹងអញ្ចឹងឥឡូវយើងយកក្តាររបស់វាមកបន្តមកទៀតកន្លែងនេះ size ហ្នឹងគឺយើងរើសប្រភេទក្តារអីដែលយើងចង់បានហ្នឹងអញ្ចឹងភាគច្រើនមែនតើគេប្រើប្រាស់ក្តារ A4 ហើយនិងក្តារ letter ហ្នឹងភាគច្រើនអាក្តារ A4 និង letter វាស្តៀងគ្នាទេអញ្ចឹងអាពីរហ្នឹងវាស្តៀងគ្នាទេអញ្ចឹងដូចតែគ្នាទេអូខេឥឡូវបើសិនយើងចូលកន្លែងនេះគឺតន័យអត់សូវគ្រប់គ្រាន់ទេឥឡូវយើងចូលកន្លែងសញ្ញានេះទូចមួយចុចសញ្ញាទូចមួយមកអូខេអញ្ចឹងវា load នៅផ្ទាំងពីតា page setup គឺតេតងជាមួយនឹងការកំណត់ក្តាររបស់យើងហ្នឹងឯងបាទឥឡូវយើងមើលអញ្ចឹងខាងលើមានពាក្យមាន4មាន page មាន margin មាន header footer ហើយនិងមាន sheet អញ្ចឹងឥឡូវសិក្សាពី page សិន apply page ហ្នឹងគឺជាកន្លែងមួយសម្រាប់យើងធ្វើការកំណត់តេតងជាមួយនឹងការងារក្តារហើយបើសិនយើងយកពីអាកន្លែង orientation ដូចអាកន្លែងនេះដែរបើសិនយើងយក portrait រូបអក្សរ A មិនថាបញ្ឈរអក្សរ A ដែរប៉ុន្តែយើងមានរូបក្តារបែបនេះគឺថាផ្ដេកអញ្ចឹងយើងចង់បានក្តារការងាររបស់យើងវាមិនប៉ុន្តែបើសិនយើងរើសផ្ដេកបញ្ឈរយើងក្នុងនេះអត់ឃើញណាព្រោះតែយើង print វាដូចក្នុងកម្មវិធី Word ទេហើយទៅមកទៀត glance scale នេះគឺតេតងជាមួយនឹងការសេរីពេលយើង print ចេញវាទំហំវាប៉ាន់ក្តាររបស់យើងមកអញ្ចឹងណាបើសិនយើងយក fit ពេលយើង print ទៅវាគឺវាចេញប៉ាន់ក្តាររបស់យើងហ្មងឃើញអត្តន័យមិញវាដាច់អញ្ចឹងឯងដល់ពេលយើងយកហ្នឹងគឺស្មើអូខេហើយបើអាចាស់ហ្នឹងគឺដើមរបស់វាអញ្ចឹងបើយើងចិត្ត print គឺវាដាច់អញ្ចឹងបែបហ្នឹងណាមិញគឺវាដាច់អូខេឥឡូវត្រឡប់មកវិញឥឡូវយើងចូលមួយទៀតចូលនៅក្នុងត្រាល់អាខាងក្រោមនេះ paper size ហ្នឹងគឺដូចអាក្តារនេះកន្លែងរើសហ្នឹងមុននឹងយើងធ្វើការ print exam របស់យើងរើសក្តារហើយរៀបចំមុនឲ្យហើយតែមកទៀតអាកន្លែងពាក្យថា print quality ហ្នឹងគឺយើងបើសិនជាយើង print ជារូបភាពទៅវាចង់បានច្បាស់ឬក៏អត់ច្បាស់អា trap ហ្នឹងគឺវាអត់សូវច្បាស់ទេអា long ដូចគ្នាអញ្ចឹងបើសិនចង់បានយក high វារៀងធំដែរអញ្ចឹងបែបហ្នឹងណាអូខេតើតងជាមួយនឹងឡើយនេះគឺមានតែប៉ុណ្្នឹងឯងមកថាបើសិនយើងរៀបចំអស់ហើយគឺអញ្ចឹងហើយចូលដល់ margin ហ្នឹងគឺជាការកំណត់គែមបើថាការកំណត់ព្រំដែននៃអត្ថបទរបស់យើងនេះណាអាចជាបើសិនយើង print វាចេញទៅយើងមិនត្រូវការកន្លែងខ្លះទៅយើងត្រូវការធ្វើការនេះណាធ្វើការកឹបអញ្ចឹងយើងចង់ឲ្យអាកម្លាតនេះអត្ថបទរបស់យើងអញ្ចឹងយើងចង់ឲ្យប្រហែលសង់ទីម៉ែត្រអញ្ចឹងយើងអាចធ្វើការសេរីស្រង់កន្លែងនេះបានឥឡូវយើងចូលសេរីកន្លែងមក margin អញ្ចឹងយើងចាំបានអាខាងឆ្វេងហ្នឹងយើងចាំបានប្រហែលសង់ទីម៉ែត្រអានេះគិតជាសង់ទីម៉ែត្រណាបើសិនមកលើកុំព្យូទ័រឬក៏ Excel របស់យើងមិនទាន់បានកំណត់ទេយើងអាចចូលទៅកាន់ file
ហើយយើងចូលទៅកាន់ option ហើយពេល load អញ្ចឹងហើយយើងចូលទៅកាន់ advanced កន្លែងហ្នឹង advanced ហើយយើង scroll ទៅខាងក្រោមហើយយើងនឹងឃើញមួយនេះកន្លែងនេះ ruler ខាងលើថា displays ruler អញ្ចឹងដំបូងវាគិតជា inch ដូច្នេះយើងរើសពាក្យថា centimeter ហើយចុច OK មកបែបហ្នឹងណាអានឹងវាគិតជា centimeter ងាយស្រួលមើលអូខេឥឡូវយើងចូលទៀតអញ្ចឹងខាងលើយើងចង់បានប្រមាណ centimeter ឥឡូវថតទៅខាងឆ្វេងចុះអញ្ចឹងយើងចុចអានេះ0អញ្ចឹងអានេះត្រឹម5អញ្ចឹងបើសិនជាចង់បានត្រឹម2យើង select ហ្នឹងហើយយើងចុច2ប៉ុណ្ណឹងមកតមកចុច OK ឥឡូវខ្ញុំសាកទៅ print នេះឃើញអត់គេកែមក្តាប់យើងគឺធំហ្នឹងឃើញអត់ហ្នឹងអានេះធំវិញបែបហ្នឹងណាមួយទៀតតិន័យរបស់យើងវាតិចដូច្នេះវាប៉ុណ្ណឹងដែរនេះឃើញអត់បែបនេះឲ្យចូលតទៀតកន្លែង margin ដដែលអញ្ចឹងតកតងមួយការស្រីគឺមានតែប៉ុណ្្នឹងឯងគឺងាយស្រួលទេឥឡូវយើងចង់បានប៉ុន្មានថាយើងចង់បាន11.7 អញ្ចឹងអានេះ header footer នឹងតកតងជាមួយនឹងក្បាលអញ្ចឹងបើសិនចង់ select ក្បាលអត់ក្បាលឥឡូវអានេះក្បាលខាងលើអញ្ចឹងចាំបានប៉ុន្មានអានេះខាងក្រោមនេះខាងក្រោមអូខេបន្ទាប់មកពេលចុច print អញ្ចឹងទៅយើងច្បាស់ទៅឃើញខាងលើប៉ុណ្ណឹងហើយកម្រិតរបស់វាហ្នឹងណាហើយខាងឆ្វេងប៉ុណ្នេះហើយខាងស្ដាំប៉ុណ្នេះអានឹងវាទូចធំឬវាអាស្រ័យទៅលើតន័យរបស់យើងឯងអូខេយើងចូលកន្លែងហ្នឹងដដែលនៅខាងក្រោមទៀត center on page មានថាអានេះគឺជាការសេរីអត្ថបទរបស់យើងនេះគឺជាអត្ថបទរបស់យើងដែលវាមានរូបគំរូនឹងបើសិនបើយើងយកវាទៅ horizontally វាថាធ្វើអត្ថបទរបស់យើងនឹងចំពាក្យកណ្ដាលនេះឃើញអត់ពេលយើងចុច print ទៅនេះអត្ថបទរបស់យើងមកនៅចំពាក្យកណ្ដាលហ្មងទៅបីទូចធំក៏ដោយទៅចំពាក្យកណ្ដាលប៉ុន្តែបើសិនបើយើងអត់យកកន្លែងហ្នឹងទេយើងដោះគ្រីសវិញអញ្ចឹងឲ្យយើងចុច OK តមកទៀតយើងចុច print គេអត្ថបទរបស់យើងវានៅវាទាញទៅចូលទៅខាងឆ្វេងវាទាញចូលទៅខាងឆ្វេងខ្លាំងហ្មងហ្នឹងបែបហ្នឹងអញ្ចឹងគឺយើងស្រេកឲ្យហ្នឹងឯងណាអូខេយើងយកនេះបើសិនមកអានេះ vertically បើថាអត្ថបទរបស់យើងរូបគំរូវានៅអញ្ចឹងអញ្ចឹងបើសិនមកយើងយកអានេះគឺវាអត្ថបទរបស់យើងវាចំពាក្យកណ្ដាលយកហ្មងអញ្ចឹងចុចអានៅក្នុងនេះអត់ឃើញទេណាពេលយើងចុច print អញ្ចឹងទៅដឹងថាអត្ថបទរបស់យើងវានៅចំពាក្យកណ្ដាលឃើញទេអាទាំងអស់ហ្នឹងណាវាចំពាក្យកណ្ដាលរបស់ហ្នឹងមកអូខេប្រសិនបើយើងយកមិញដដែលប៉ុន្តែយើងយកដោះគ្រីសចេញអានេះវានៅខាងលើអញ្ចឹងកាលពេលចុច print ទៅនេះញ៉ាំអត្ថបទរបស់យើងវានៅបុកទៅខាងលើនឹងពេលលើចុចក្រោមអូខេតកតងជាមួយនឹង margin គឺមានប៉ុណ្ណឹងហើយយើងអាចធ្វើការសេរីស្រង់ហើយសាកសេរីចុច OK ហើយ print មួយសាក់មើលអញ្ចឹងអាហ្នឹងទៅតាមស្ថានភាពជាក់ស្ដែងបែបហ្នឹងតោះលើតកតងជាមួយនឹង header footer ហ្នឹងគឺនៅក្នុងមេរៀនមុនគឺខ្ញុំបានបញ្យល់ហើយតកតងជាមួយនឹងដាក់ header footer យើងចូល insert យកអាប្រភេទហ្នឹងកាលណាចុចលើវាគឺវាធ្លាក់ចូលទៅក្នុងអានេះហើយនេះនៅក្នុងអានេះក្តាស់នេះនៅវាធ្លាក់ចូលទៅក្នុងក្តាស់នេះហើយបែបហ្នឹងប៉ុន្តែការដាក់ការកំណត់ header footer នៅក្នុងនេះគឺយើងកំណត់លើនេះហ្មងយើងមិនអាចចូលទៅក្នុងនេះបានទេអញ្ចឹងយើងកំណត់លើហ្នឹងហ្មងអញ្ចឹងយើងត្រូវដឹងតោះទី1យើង header ហ្នឹងគឺសម្រាប់ដាក់ក្បាលខាងលើឥឡូវនេះគឺអត់ទេនេះយើងរើសដល់មានស្រាប់ឥឡូវយើងវាថា custom header និង custom footer header គឺសម្រាប់ដាក់ក្បាលខាងលើគេថាបឋមកថាអញ្ចឹងចុចវាមកអញ្ចឹងវា load នៅទម្រង់បែបនេះអានេះខាងឆ្វេងខាងនេះអានេះ center កណ្ដាលហើយនឹងមួយទៀត right ខាងស្ដាំអញ្ចឹងនៅក្នុង header យើងអាចធ្វើការសរសេរជាអក្សរដាក់ជាលេខទំព័រដាក់ជាការបច្ឆាតដាក់ជាម៉ោងដាក់ជាឯកសារដាក់ជាអីហោហែនៅក្នុងហ្នឹងណាឥឡូវមកថាខ្ញុំដាក់ជាអក្សរចុះអញ្ចឹងយើងអាចសរសេរអីក៏បានដែរក្បាលខាងលើបែបហ្នឹងមកថាអញ្ចឹងណាអញ្ចឹងបើសិនជាយើងចង់ដូរ font យើងគ្រាន់តែ select លើវាមកហើយយើងចុចលើអក្សរ A តមកទៀតវាចេញទម្រង់បែបនេះវិញ font វាអត់ដូចអាខាងនេះទេណាអញ្ចឹងយើងរើសពុំអីដែលយើងច្បាស់ថាខ្ញុំបានខៀនរៀបតមកទៀតខ្ញុំចាប់បានពណ៌ក្រហមបែបនេះហើយចុច OK មកហ្នឹងអញ្ចឹងវាឃើញពណ៌ឃើញទេអូខេcenter ហ្នឹងយើងចង់ដាក់អីគេដាក់ថាមេរៀនតោះយ៉ាអញ្ចឹងឧទាហរណ៍ទេមេរៀនទី3អញ្ចឹងបើសិនចង់ដូរពណ៌ក៏ដូរទៅអញ្ចឹង select ទៅវាចុច A ហើយយើងរើសពណ៌បែបហ្នឹងណាគេចុច OK អាខាងនេះយើងដាក់អីគេឧទាហរណ៍ខ្ញុំដាក់ថាកម្មវិធីចុះនឹងកម្មវិធី Excel បែបហ្នឹងណាអញ្ចឹងយើងដាក់ពណ៌អីយើងធ្វើការ select ទៅវាយើងមករើសពណ៌កន្លែងនេះមកបបបៃតងគេតែប៉ុណ្្នឹងឯងឥឡូវយើងសាកចុច OK ហើយយើងសាក print នេះ preview គេបានសាកចុចឃើញអត់នេះគេនេះក្បាលខាងលើនេះវា load មកគេបើសិនបើយើងអត់ចង់ចូលអញ្ចឹងយើងចុចមកទំព័រដើមយើងចូលទៅក្នុងនេះក្បាលហ្នឹងក៏វានៅឃើញក្បាលក្នុងហ្នឹងដដែលដូចតែគ្នាអញ្ចឹងណាហ្នឹងហើយអូខេឥឡូវយើងចូលកន្លែងហ្នឹងទៀតfooter ក៏ដូចគ្នាដែរនឹង footer នៅខាងក្រោមអញ្ចឹងយើងដាក់អីគេ
ឲ្យយើងស្អីក៏បានចឹងទៅចឹងណាអានេះបើសិនពាក់កណ្ដាលយើងចង់ដាក់ក៏ដាក់ទៅអត់ក៏អត់ទៅមកថាខាងស្ដាំខ្ញុំចង់ដាក់ជាលេខទំព័រអញ្ចឹងយើងចុចលើលេខទំព័រផឹបតែប៉ុណ្្នឹងឯងហើយសេអូខេមកផឹបអូខេទៀតមកទៅមកទៀតចុច print ឃើញនេះនៅខាងក្រោមគេនៅខាងក្រោមមានឈ្មោះរបស់យើងហើយមានលេខទំព័រហើយបើសិនមកយើងករណីយើងមានក្តាស់មួយទៀតក៏គឺវាចេញបន្តគ្នាបើសិនបើករណីក្តាស់យើងតនៅខាងក្រោមទៀតអូខេឥឡូវតង header ហ្នឹងយើងមានតែប៉ុណ្្នឹងឯងឥឡូវយើងចូលដល់ sheet ហ្នឹងគឺជាការកំណត់តកតងជាមួយនឹងផលិតការងាររបស់យើងនឹងឯងអាកន្លែងនេះគឺកំណត់យ៉ាងម៉េចអាកន្លែងនេះគឺជាកន្លែងមួយសម្រាប់កំណត់ទីតាំងដែលយើងចង់ធ្វើការ print ជាធម្មតាកម្មវិធី Excel ហ្នឹងវាអត់ដូចជាកម្មវិធី Word ទេដោយសារកម្មវិធី Excel គឺវាមានច្រើនរាប់រយទំនុកទៀតអញ្ចឹងវាពិបាកមែនតើហើយការងារ Excel គឺគេផ្ដោតសំខាន់ទៅលើការគណនាអត់មែនសម្រាប់សរសេរលិខិតទេអញ្ចឹងបែបហ្នឹងឥឡូវថាបើសិនបើយើងអត់ចង់បានក្តាស់របស់យើងនៅហ្នឹងឯងថាទៅអញ្ចឹងយើងចង់ print យើងចង់ print អាកន្លែងផ្សេងអញ្ចឹងយើងអាចធ្វើការកំណត់បានមកថាក្តាស់របស់យើងប៉ុណ្ណឹងអញ្ចឹងខ្ញុំកាត់យកទៅដាក់កាន់hereវិញណាគេអញ្ចឹងបើសិនបើយើងទៅ print ទៅគឺអត់ឃើញអាកន្លែងមិញទេគឺវាចាប់នៅទំព័រដើមរបស់វាគឺនៅកន្លែងហ្នឹងហ្មងអញ្ចឹងបើសិនបើយើងចេះអាកន្លែងនេះយើងច្បាស់ជាឃើញដល់ពេលមេរៀនរបស់យើងអ្នក copy មកធ្លាក់កន្លែងនេះវិញអញ្ចឹងអញ្ចឹងយើងចង់ធ្វើការកំណត់ទីតាំងដែលយើងចង់ print យើងទោះបីយើងសរសេរកន្លែងណាក៏ដោយណាកន្លែងណាក៏ដោយក្នុងកម្មវិធី Excel ហ្នឹងគឺយើងអាចកំណត់ទីតាំងដែលយើងចង់ print បានបែបហ្នឹងអូខេអញ្ចឹងដើម្បីកំណត់បានគឺងាយស្រួលទេអញ្ចឹងដើម្បីកំណត់បានហ្នឹងយើងចូលទៅកាន់ page layout នឹងដដែលហើយយើងចូលទៅកាន់សញ្ញាព្រុញទូចមួយតមកទៀតយើងចូលទៅកាន់ sheet ណាតមកទៀតកន្លែងនេះគឺឲ្យយើងធ្វើការ select លើទីតាំងដែលយើងចង់ print អញ្ចឹងយើងចុចលើ V មួយមកហើយយើងចុចពាក្យថាសញ្ញាព្រុញឡើងលើតមកទៀតយើងមក select លើទីតាំងដែលយើងចង់ print អញ្ចឹងយើងចង់ print បានតែមួយទីតាំងទេណាមួយទីតាំងប៉ុណ្្នឹងឯងហើយតមកទៀតយើងចុចសញ្ញាព្រុញចូលក្រោមយើងចុចពាក្យថា OK អញ្ចឹងតមកទៀតយើងចុច print នេះឃើញការងាររបស់យើងគេទោះបីយើងទៅ print កន្លែងណាក៏ដោយសំខាន់មួយទៀតនឹងករណីដែលឯកសាររបស់យើងវាមានច្រើនចាស់វាច្រើនណាដល់វាច្រើនអញ្ចឹងទៅវាមិនលើសដល់ពេលលើសអញ្ចឹងទៅយើង print គឺវាមិនដាច់មិនអញ្ចឹងអញ្ចឹងឲ្យសួរថាតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យទោះបីយើងច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែពេលយើង print ទៅគឺវាធ្លាក់ចូលទៅក្នុងកន្លែងតែមួយហើយប៉ុន្តែវាធ្វើឲ្យទិន្នន័យរបស់យើងវាកាន់តែទូចអញ្ចឹងណាប៉ុន្តែយើងអាច print បានតែមួយអញ្ចឹងអូខេអញ្ចឹងដើម្បីយើងធ្វើវាគឺយើងចូលទៅកាន់ចុចសញ្ញាព្រុញ print យក print ហ្មងយក print ចុច print យកហ្មងបន្តមកទៀតអ្វីដែលយើងទៅធ្វើយើងធ្វើកន្លែងនេះកន្លែងពីថា custom scale អញ្ចឹងយើងចុចលើវាមកអញ្ចឹងវាមានច្រើនបើសិនយើងយកពីថា no scale គឺទម្រង់បែបហ្នឹងគេថាយើងអត់បានធ្វើឲ្យវានឹងទូចធំទេគឺអញ្ចឹងហ្មងគឺវាដាច់ក្តាស់យើងដាច់អស់ហើយអញ្ចឹងបើសិនយើងចុចកន្លែងនេះយើងយកពីថា fit sheet on one page ណែបើថាវាធ្វើឲ្យទិន្នន័យរបស់យើងទៅបីច្រើនរាប់រយយ៉ាងណាក៏ដោយក៏វានៅតែស្ថិតនៅក្នុងกระดาษយើងដដែលតែមួយអញ្ចឹងណាហើយបើសិនយកអានេះ fit all column ដូចគ្នាវាស្តៀងគ្នាហើយបើសិនយកទៅ fit all row គឺវាធ្វើឲ្យហ្នឹងស្មើគ្នាប៉ុន្តែអានេះវាដាច់អញ្ចឹងយើងរើសទៅតាមសានភាពជាក់ស្ដែងអញ្ចឹងយកអានេះមកនេះគេនៅកន្លែងនេះគឺសម្រាប់យើង print ទៅទាំងអស់ហ្មងទោះបីយើងមានម៉ានទំព័រក៏ដោយទោះបីជាក្រាស់របស់យើងធំប៉ុណ្ណាក៏ដោយអញ្ចឹងក៏វាព្រីកបានប៉ុណ្ណឹងដែរហើយមួយទៀតនៅក្នុងpage layout ដដែលនេះ page ស្អាតដដែលជាស្អាតបើសិនបើយើង print ការងាររបស់យើង print exam របស់យើងគឺវាអញ្ចឹងបើសិនបើយើងមានពីទំព័រទៅពេលយើងចូលទំព័រទី2គឺវាអត់បង្ហាញក្បាលខាងលើនេះបង្ហាញក្បាលខាងលើនេះបង្ហាញអញ្ចឹងកាលណាយើង print ទៅយើងដឹងថាអាហ្នឹងឲ្យគេអីគេបែបហ្នឹងណាឥឡូវហ្នឹងចំណងសៀងឥឡូវនេះអីគេអញ្ចឹងយើងដឹងតែអញ្ចឹងយើងអាចធ្វើការកំណត់វាបានណាអញ្ចឹងដល់យើងគ្រាន់ចូលទៅក្នុង layout នេះដដែលហើយយកសញ្ញាព្រុញទូចមួយដដែលនៅក្នុងនេះកន្លែង sheet នេះខាងលើមិញគឺជាកន្លែងមួយសម្រាប់កំណត់ទីតាំងដែលយើងធ្វើការ print ដល់ពេលខាងក្រោម rows repeat at top ហ្នឹងថាគឺជាកន្លែងមួយយើងសម្រាប់បង្ហាញនៅក្បាលខាងលើម្ដងទៀតអញ្ចឹងឲ្យយើងគ្រាន់តែចុចលើវាមកចុចលើវាមួយមកហើយយើងមកចុចលើនេះលើ row ហ្នឹងចុចលើហ្នឹងមកអញ្ចឹងវា select ឲ្យយើងអញ្ចឹងវាជាប់ហើយតមកទៀតចុចសញ្ញាព្រុញចុះក្រោមហើយយើងចុចពាក្យថា OK ហើយយើងមក print ហើយយើងសាក print ពេលយើងអូសទៅខាងក្រោមយើងចូលទំព័រថ្មីក្បាលខាងលើគឺវានៅជាប់ដដែលគេនេះគេហៅថា repeat គេនៅជាប់ដដែល
នឹងបាច់ហ្នឹងឯងអញ្ចឹងគឺងាយស្រួលទេនៅក្នុងការរៀបចំសន្លឹកការងាររបស់យើងអញ្ចឹងគឺមានតែប៉ុណ្្នឹងឯង Perfect